សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះឈុនចម្រើនមកពី Alpha Design and Engineering ថ្ងៃនេះខ្ញុំនឹងបង្រៀនពីរបៀប Visualize នៅក្នុង Tekla Structure អញ្ចឹងយើងចូលមក View យើងចូលមក Visualize ចុចតម្លាក់មួយមកអញ្ចឹងយើងឃើញយើងរក Option នេះ Visualizer Material Tab Mapping អញ្ចឹងយើង select យកវាមកអញ្ចឹងវាតាក់ទងជាមួយនឹង Material អញ្ចឹងយើងឆែកទៅលើ Material របស់យើងមុនសិនបើយើងមានអីគេខ្លះឆែកទៅលើ Perlin គឺ GIS យើងឆែកទៅលើ column របស់យើងគឺ SS 400ប្រភេទ build up raster របស់យើងគឺ A 5.2 GO 50អូខេយើងចូលមក view យើងចូលមក visualize ឬខាងក្រោមគេ visualizer material type mapping ទៅទៀតយើងចាប់ផ្ដើមរើសឈ្មោះ material របស់យើង A 5.2 GO 50យើងដូរពី steel មកទៅទេអញ្ចឹងអូខេទៅទៀត JIS មួយនេះយើងដូរពី steel មកទៅទេទៅទៀត SS 400មួយនេះដូរពី steel មកទៅទេទៅទៀតចុច click OK យើងរើសយក no អូខេអញ្ចឹងយើងចូលមក visualize តែយើងរើសយក visualize all អញ្ចឹងយើងនឹង visualize ទាំងអស់អូខេអញ្ចឹងយើងចេញមកនេះ